បាទទាំងអស់នេះគឺជាសកម្មភាពប្រចាំថ្ងៃនៅក្នុងហាងជំនុំលុបស្វាយបាទថ្ងៃនេះផងដែរបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៃការអាំងសាច់គោអាំងជាមួយនឹងទឹកប្រហុកនៅក្នុងហាងជំនុំលុបស្វាយហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ទទួលទានសាច់គោអាំងទឹកប្រហុកក៏ដូចជាជាមួយនឹងបំរិចទឹកត្រីកោះកុងបងប្អូនអាចមករកបាននៅអាហារដ្ឋានជំនុំលុបស្វាយដែលគ្រាន់តែពុកម៉ែបងប្អូនធ្វើដំណើរចូលតាមច្រករមណីយដ្ឋានបឹងសមុទ្រចម្ងាយជាង1គីឡូដីបានបាទជាដំបូងយើងយកសាច់គោដែលមានជាប់ខ្លាញ់ក៏ដូចជាសាច់ច្រឡក់ក៏បានដែរយើងយកមកប្រលះវាដើម្បីឲ្យមើលទៅថាសាច់ណាផុយល្អយើងយកវាមកប្រឡាក់គ្រឿងហើយបន្ទាប់មកយើងយកមកដាក់អាំងនៅលើចង្ក្រានភ្លើងហើយភ្លើងហ្នឹងយើងអាចបខំវាបានទេកាលណាយើងបខំភ្លើងខ្លាំងវាធ្វើឲ្យសាច់គោហ្នឹងវាខ្លោចណាមួយសាច់វាឆ្អិនអត់ល្អទេហើយសម្រាប់បងប្អូនចង់ញ៉ាំសាច់គោអាំងបងប្អូនអាចប្រាប់បានថាបងប្អូនចង់បានឆ្អិនប្រមាណភាគរយឬក៏ឆ្អិនល្អក៏បានដែរហើយតកតងមួយការចម្អិននេះខ្ញុំអាស្រ័យលើបងប្អូនដែរបងប្អូនចង់បានមិនខ្ញុំធ្វើតាមនឹងអញ្ចឹងណាហើយតកតងជាមួយនឹងទឹកប្រហុកក៏ដូចគ្នាបងប្អូនចង់បានដាក់សណ្តែកដីច្រើនក៏បានគល់សក្តិច្រើនក៏បានហើយជំបន្លែបងប្អូនចង់បានបន្លែមិនប្រាប់មកខ្ញុំរៀបចំជូនមួយវិញទៀតសម្រាប់បងប្អូនដែលអត់សូវចេះញ៉ាំមួយទឹកប្រហុកខ្លាចឈឺកខ្លាចអីបងប្អូនអាចញ៉ាំជាមួយអំបិលម្រេចជាមួយក្រូចឆ្មាក៏បានទឹកត្រីកោះកុងបុកភ្លាមក៏បានដែរចង់ប្រាប់ថាយើងអាំងរួចរាល់ហើយរសជាតិវាឆ្ងាញ់ណាស់បាទហើយបងប្អូនចង់ទទួលទានបងប្អូនអាចមករកបាននៅអាហារដ្ឋានជំនុំលុបស្វាយញ៉ាំជាមួយបាយក៏បានខ្លែមវិញក៏រឹតតែអែមទៀតបាទជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនចំណាយពេលវេលាមានតម្លៃទស្សនាវីដេអូនេះបាទសូមអរគុណច្រើនសូមគោរពលា